ស្ត្រីក្រោយពេលសម្រាប់កូនបំរើកូនដល់ទឹកដោះសុទ្ធតើគួរតែជ្រើសរើសរកមធ្យោបាយមួយណាដែលមិនប៉ះពាល់ដល់ទឹកដោះកូនហើយសុវត្ថិភាពនិងមិនប៉ះពាល់ទៅដល់សុខភាពរបស់កូនចាតើតើជាមួយនឹងមធ្យោបាយវិទ្យាកំណើតគឺស្ត្រីអាចប្រើប្រាស់បានគ្រប់មុខទាំងអស់ចាប់ពីមួយខែទៅមួយខែកន្លះមធ្យោបាយទាំងនោះមានដូចជាថ្នាំគ្រាប់បញ្ជាកំណើតថ្នាំចាក់បញ្ជាកំណើតកងដាក់ក្រោមស្បែកកងដាក់ក្នុងស្បូនស្រោមអនាម័យដោយឡែកសម្រាប់ថ្នាំគ្រាប់បញ្ជាកំណើតគឺមានពីរប្រភេទដែលស្ត្រីបំរើដល់កូនអាចប្រើបាននិងមិនប្រើបានក្រោម6ខែស្ត្រីត្រូវតែប្រើប្រាស់ជាមួយនឹងថ្នាំគ្រាប់បញ្ជាកំណើតដែលមានអរម៉ូនមួយមុខ COP ដែលមិនមានផលប៉ះពាល់ទៅដល់ទឹកដោះរបស់ម្ដាយនិងមិនប៉ះពាល់ទៅដល់សុខភាពរបស់កូនប្រភេទអរម៉ូនមួយមុខឬក៏ប្រភេទថ្នាំគ្រាប់ POP ហើយនឹងថ្នាំចាក់គឺតែមួយគ្រាន់តែមួយប្រភេទចាក់មួយប្រភេទគ្រាប់អញ្ចឹងប្រមាណមុខហ្នឹងគឺយើងអាចប្រើបានទាំងអស់អ្វីសំខាន់បងប្អូនមុននឹងប្រើសូមទៅប្រឹក្សាលម្អិតជាមួយនឹងគ្រូពេទ្យដែលគាត់មានជំនាញខាងហ្នឹងជាពិសេសថ្នាំគ្រាប់កុំទិញលេខពីខ្លួនឯងកុំទិញលេខពីខ្លួនឯងព្រោះយើងដឹងថាប្រភេទមួយណាដែលយើងអាចប្រើបានសម្រាប់ស្ត្រីរបស់កូនហើយបើយើងទៅមណ្ឌលសុខភាពគឺគេនឹងពិនិត្យសុខភាពរបស់យើងគេនឹងសួរនាំយើងថាយើងមានប្រវត្តិជំងឺអីខ្លះដែលអាចប្រើប្រាស់បានចំពោះមធ្យោបាយនីមួយៗពីព្រោះមធ្យោបាយខ្លះគឺវាអាចប្រើបានទេបើសិនជាយើងមានជំងឺណាមួយណាអញ្ចឹងយល់ល្អទៅមណ្ឌលសុខភាពទៅប្រឹក្សាលម្អិតជាមួយគ្រូពេទ្យទើបយើងច្បាស់អំពីបញ្ហាហើយយើងអាចថាប្រើមួយណាដែលសមស្របសម្រាប់យើងអញ្ចឹងក្រោយសម្រាប់កូន6ខែក្រោម6ខែដែលបំផាត់ដល់សុទ្ធគឺយើងអាចប្រើប្រាស់បានគ្រប់មធ្យោបាយទាំងអស់កុំរងចាំរហូតដល់មករដូវឬក៏កុំព្រួយថាងខ្ញុំបំផាត់ដល់កូនខ្ញុំប្រើទៅខ្លាច់ធ្វើឲ្យទឹកដោះខាសទឹកដោះអត់មានឬក៏ប៉ះពាល់ដល់ការលូតលាស់របស់កូនគឺអត់ទេបើបងប្អូនទាំងគ្នាប្រើបានត្រឹមត្រូវតាមការណែនាំគឺអត់ប៉ះពាល់ដល់ទឹកដោះទេជាពិសេសថ្នាំគ្រាប់ទៅមណ្ឌលសុខភាពបានមាននៅខាងក្រៅអត់មានលក់ទេហើយបើថាក្រោម6ខែទៅទិញថ្នាំគ្រាប់វិទ្យាកំណើតនៅខាងក្រៅគេថាប្រើបានប្រយ័ត្នតែប៉ះចំប្រភេទ COC ប្រើទៅធ្វើឲ្យទឹកដោះខាសធ្វើឲ្យការផលិតទឹកដោះអត់បានល្អធ្វើឲ្យប៉ះពាល់ដល់គុណភាពទឹកដោះតែធ្វើឲ្យប៉ះពាល់ទៅដល់ការលូតលាស់របស់កូនធ្វើឲ្យកូនយើងស្គមកូនអត់មានហៅថាសុខភាពមិនសូវល្អអញ្ចឹងអានឹងសំខាន់ហើយកុំនិយាយទៅកុំរងចាំថាចាំមករដូវចាំវិទ្យាកំណើតហើយកុំគិតថាប្រើទៅខ្លាចប៉ះពាល់នេះប៉ះពាល់នោះប៉ុន្តែយើងអត់គិតថាចុះពេលដែលយើងមានផ្ទៃពោះទៅតើយើងប៉ះពាល់បែបណាខ្លះខាតទាំងថវិកាប៉ះពាល់ទាំងសុខភាពប្រឈមនឹងគ្រោះថ្នាក់ទៀតអញ្ចឹងអត់ល្អទេសូមវិទ្យាកំណើតពោះវិទ្យាកំណើតអត់មានផលប៉ះពាល់អីធ្ងន់ធ្ងរឬក៏ប៉ះពាល់ដល់សុខភាពដោយការរំលូតកូនទេចាអញ្ចឹងអរគុណច្រើននេះគឺជាមធ្យោបាយវិទ្យាកំណើតសម្រាប់ស្ត្រីដែលគាត់បំផាត់ដល់កូនដោយទឹកដោះម្ដាយសុទ្ធក្រោម6ខែអរគុណ